ចំពោះរឿងបាត់រង្វាន់បងប្អូនលោកចាប់ពីខែ5នេះមានអារម្មណ៍ថាស្ងាត់ហើយទាំងអស់គ្នាឃើញដោយសារតែមានផេកអ្នកលក់មួយគ្នាអញ្ចឹងណាគាត់ថាមិនទាន់នឹងបាត់រង្វាន់ផងឥឡូវស្ងាត់ជាងមុនចាំមើលដល់ពេលបាត់មែនតែនចាំមើលយើងលក់បានអត់តែបើសម្រាប់ខ្ញុំទៅវាស្ងាត់តែមួយរយៈនេះឯងអ្នកទាំងអស់គ្នាដោយសារតែយូរទៅយើងអីវ៉ាន់អត់រង្វាន់ក៏វាអត់ថ្លៃដល់អីវ៉ាន់មានរង្វាន់ដែរវាថាជាវាដល់2500ទេក្នុងមួយកំប៉ុងបើយើងអត់រង្វាន់យើងក៏ស្រួលលក់ដែរហើយណាមួយក្មេងៗអញ្ចឹងគ្រឿងផ្អែមក៏អត់សូវហូបពេលស្រាអីចឹងក៏វាលក្ខណៈថាយើងអត់ហូបច្រើនដូចមុនព្រោះវាមានរង្វាន់ហើយអ្នកលក់ក៏អត់សូវវល់វក់អីគ្រឿងរង្វាន់ដល់ពេលខែបុណ្យអញ្ចឹងនិយាយថារឿងដូរអត់បានអីហ្នឹងគឺវល់វក់ហ្មងអញ្ចឹងប្រហែលជានឹងចាប់ពីខែ10ទៅពួកយើងលែងវល់វក់ឲ្យស្រាប់អ្នកលក់ចាប់ហួយទោះបីជាវារៀងស្ងាត់បន្តិចមែនតែសម្រាប់នេះទៅភាគច្រើនគឺគាត់គ្រប់គ្រងក្នុងការបាត់រង្វាន់ទោះបីជាពួកយើងលក់រៀងស្ងាត់ជាងមុនក៏ដោយ2026នេះគឺសង្ឃឹមតែគាត់នឹងបាត់បានក្នុងខែ10យើងរងចាំមើលទាំងអស់គ្នាហើយខ្ញុំនឹងធ្វើវីដេអូបន្ថែមអរគុណ